បើសិនជានៅក្នុងការប្រឡង IELTS listening ហើយចេញ map អ្នកនរគ្នាភ័យមែនអត់អូខេអញ្ចឹងថ្ងៃហ្នឹងយើងនឹងរៀនអំពីរបៀបនៃការឆ្លើយ IELTS map នៅក្នុង listening អញ្ចឹងបើសិនជាអ្នកនរគ្នាបាន listening ឧទាហរណ៍ខ្ញុំដាក់រូបនេះមួយគឺជា listening right អូខេអញ្ចឹងបើសិនជាអ្នកនរគ្នាប្រឡងបាន map តើអ្នកនរគ្នានឹងត្រូវធ្វើឲ្យគេមុនគេអូខេអញ្ចឹងខ្ញុំនឹងចែកម្លែកអំពី vocabulary មួយចំនួនដែលអ្នកនរគ្នាអាចយកទៅក្នុងប្រើប្រាស់នៅក្នុង IELTS vocabulary map ហ្នឹងអូខេអញ្ចឹងទី1នៅពេលដែលអ្នកនរគ្នាប្រឡងបាន listening map អ្នកនរគ្នាកុំភ័យធ្វើចិត្តធម្មតាហើយអ្នកនរគ្នា follow rule ទាំងអស់ហ្នឹងអញ្ចឹងទី1អ្នកទាំងអស់គ្នាត្រូវមើលទៅលើ map ហ្នឹងតែតាម map ហ្នឹងគេឲ្យចាប់ដើមពីកន្លែងណាអញ្ចឹងអ្នកទាំងអស់គ្នាទៅ start like starting point អញ្ចឹងពេល listening អ្នកទាំងអស់គ្នាត្រូវស្ដាប់ថាអូខេអញ្ចឹងយើងនឹងចាប់ដើមចេញពី South Gate ឧទាហរណ៍គេនិយាយចឹងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងថាបើសិនជា start from South Gate អញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នាត្រូវ follow តាមអាកន្លែងហ្នឹងរហូតដើម្បីទៅរកកន្លែងណាមួយផ្សេងអញ្ចឹងដើម្បីអ្នកទាំងអស់គ្នាដឹងថាតើកន្លែងណាឆ្វេងស្ដាំនៅក្នុងហ្នឹងគឺគេឲ្យយើងហើយrightគឺគេឲ្យនេះ map របស់យើងមកមើលហើយអូខេអញ្ចឹងកន្លែងនេះគេហៅថា west ខាងឆ្វេងខាងលិចeast ខាងកើត south គឺខាងត្បូង north គឺខាងជើងអញ្ចឹងអ្នកនរគ្នាត្រូវដឹងអត្ថន័យកន្លែងហ្នឹងអញ្ចឹងតើ west នៅកន្លែងណា west ហ្នឹងនៅខាងនេះអូខេ south ហ្នឹងនៅខាងនេះអញ្ចឹងអ្នកនរគ្នាពេលដែលគេនិយាយថា go straight right អញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹង vocabulary មួយចំនួនហ្នឹងឧទាហរណ៍ថាគេនិយាយពី location next to beside បានន័យថាម៉េច opposite ផ្ទុយ in front of ហ្នឹងទល់មុខ behind between at the corner of right អញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងអត្ថន័យកន្លែងហ្នឹងហើយមួយទៀតអ្នកទាំងអស់គ្នាត្រូវដឹងថាបើសិនជាគេនិយាយ turn left right turn right go straight go past right ទៅឲ្យហួសកន្លែង opposite ចឹងអ្នកទាំងអស់គ្នាត្រូវចេះ vocabulary ហ្នឹង go around go over the bridge right រំលងស្ពានright ទៅត្រង់បាត់ឆ្វេងបាត់ស្ដាំអញ្ចឹង vocabulary ទាំងអស់ហ្នឹងជួយអ្នកទាំងអស់គ្នាដែលអាចឲ្យយើងចង់តិចស្ដាប់នៅក្នុង IELTS map បានអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាស្ដាប់យើងរកចំណុចចាប់ផ្ដើមបន្ទាប់មកយើងស្ដាប់គេថា go straight ទៅត្រង់ពេលគេថា turn left right យើងបាត់ឆ្វេងយើងតាមគេអញ្ចឹងទៅអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូល vocabulary ហ្នឹងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងទទួលបានបន្ទុកល្អនៅក្នុងការស្ដាប់ IELTS listening map